ជំរាបសួរសួស្តីប្រិមត្តទាំងឡាយតែចិត្តទាំងឆ្ងាយតែថ្មីទាំងចានៅថ្ងៃនេះមាននឹងមកសម្រាប់ជាបន្តនៅរឿងភាគរបស់យើងទៀតរឿងរបស់យើងបានចូលមកដល់ភាគទី8ហើយអញ្ចឹងហើយចូលមកតាមដានទស្សនាទាំងអស់គ្នាតែម្ដងទៅកាលពីចុងភាគមុននោះយន់ដូហ្នឹងបានរកឃើញផោះតាថ្ងៃដែលផោះតាហ្នឹងគឺអាចបញ្ជាក់បានថាគីមយល់គឺជាមនុស្សស្អាតស្អំបន្តមកទៀតមកយន់ដូក៏បានយកវីដេអូហ្នឹងយកមកបង្ហាញឲ្យហាជូននឹងបានមើលដែរនៅក្នុងវីដេអូហ្នឹងគឺថតបាននៅម៉ោង 12:58 នាទីពេលហ្នឹងក៏ថតជាប់ទាំងនាយករងថតជាប់ទាំង flash របស់គាត់ទៀតបើអញ្ចឹងมันបានន័យថាពេលដែលគីមយល់ហ្នឹងបានលួចចូលទៅក្នុង office របស់គ្រូនោះ flash របស់នាយករងគឺនៅនឹងនាយករងនៅឡើយតើ flash ហ្នឹងគឺមិនបាននៅ office របស់គ្រូទេអញ្ចឹងគឺបញ្ជាក់បានហើយថាគីមយល់គឺមិនបានលួច flash ហ្នឹងឡើយហើយពួកគេទាំងពីរនាក់ក៏មិនទាន់បានប្រាប់ឲ្យគីមយល់ហ្នឹងបានដឹងរឿងហ្នឹងភ្លាមទេពួកគេគឺចាំប្រាប់ផ្ទាល់មកវិញបាន surprise ជាងដូច្នេះហើយពេលពាក់កណ្ដាលយកបានចូលមកដល់យន់ដូហើយនឹងហាជួនហ្នឹងក៏បានលួចណាត់គ្នាចេញទៅជួបជាមួយគីមយល់ប៉ុន្តែសយអីលោកគ្រូក៏ចាប់បានគាត់ក៏បានដាក់ពីនៃតែទាំងពីរនាក់ហ្នឹងហើយលោកគ្រូក៏បានឲ្យពីរនាក់ហ្នឹងចេញទៅខាងក្រៅសាលាដែររួចពីហ្នឹងមកយន់ដូក៏បានផ្ញើរូបនាងហើយនឹងហាជួនត្រូវគ្រូពីនៃហ្នឹងទៅឲ្យគីមយល់មើលគីមយល់ពេលដែលគេមើលទៅវងមានអារម្មណ៍ថាអស់សំណោចប៉ុន្តែយូរទៅក៏មានអារម្មណ៍ថាដូចជាប្រច័ណ្ឌពីអ្នកដល់ហើយគេមិនចង់ឃើញយន់ដូហ្នឹងនៅក្បែរមនុស្សប្រុសណាផ្សេងទេងាកមកយន់ដូឯនេះវិញពេលដែលនាងបានទទួលការពីនៃហ្នឹងរួចហើយនាងក៏បានឆ្លៀតទូរស័ព្ទទៅលេងគីមយល់បន្តិចហើយនាងក៏បានប្រាប់គេតែម្ដងទៅថានាងមានវីដេអូដែលបញ្ជាក់ពីភាពស្អាតស្អំរបស់គេបានគីមយល់គេពិតជាអរគុណមែនតើដែលយន់ដូហ្នឹងមានការជឿជាក់មកលើគេយ៉ាងដូចនេះលោដល់ថ្ងៃស្អែកឡើងបានចូលមកដល់គីមយល់ក៏បានរៀបចំខ្លួនចូលមកសាលារៀនដោយគេបានចូលមកជួបជាមួយនឹងនាយកសាលាទាំងពីរក៏ដូចជាលោកគ្រូបន្ទប់ថ្នាក់និងអ្នកគ្រូណាផងដែរគេក៏បានបង្ហាញវីដេអូផុសតាហ្នឹងទៅឲ្យនាយកសាលាមើលលុះពេលដែលមើលចប់ហើយនាយករងក៏បាននិយាយថាឥឡូវថាខ្ញុំហ្នឹងមាន flash មកទល់ម៉ោង 12:58 នាទីតែឯងក៏ឯងលួច flash ហ្នឹងបន្ទាប់ពីហ្នឹងបានគីមយល់ក៏បាននិយាយវិញលោកគ្រូពិតជាប្រកាយវិភាគមែនប៉ុន្តែតើពេលណាទៅដែលលោកគ្រូមានអារម្មណ៍ថាខ្លួនឯងហ្នឹងដូចជាបាត់ flash ជាលើកដំបូងនាយករងក៏បានឆ្លើយតបនៅការិយាល័យគ្រូខ្ទង់ម៉ោង 1:55 នាទីអីហ្នឹងគីមយល់គេក៏បានបញ្យល់បកស្រាយដែលគេបាននិយាយថាម៉ោង 12:58 នាទី flash គឺនៅក្នុងកាតាបរបស់នាយករងនៅឡើយប៉ុន្តែនាយករងក៏បានដើរចេញទៅកាន់ថ្នាក់មុនគេទៅទៀតអញ្ចឹងគឺវាមិនអាចទៅរួចទេដែលគីមយល់បានលួចនៅពេលនោះព្រោះតែដល់ពេលម៉ោង 1គឺត្រូវដល់ម៉ោងត្រូវចូលទៅរៀនហើយគីមយល់គេអាចមករៀនយឺតឡើយលុះដល់ម៉ោង 1:50 នាទីម៉ោងរៀនក៏បានចប់ហើយកំឡុងពេលដែលនាយករងកំពុងតែបង្រៀនកាតាបរបស់គាត់គឺនៅជាប់ជំនឹងគាត់ជានិច្ចតែឲ្យគេនឹងទៅលួចបានយ៉ាងម៉េចបើសិស្សនឹងនៅឡើងពេញថ្នាក់សំណួរហ្នឹងវាពិតជាពិបាកឆ្លើយជាងការគិតទៅទៀតមែនអត់ស្ដាប់ការបកស្រាយប៉ុណ្ណឹងហើយក៏នាយករងបាននិយាយថាពេលដែលឯងរៀនចប់ឯងក៏លួចវាទៅគីមយល់ក៏បានប្រាប់វិញធ្វើមកយើពេលនោះខ្ញុំមានសាក់សិស្សជាច្រើនគ្នាណាពេលដែលលោកគ្រូបរៀនចប់ហើយលោកគ្រូក៏បានចេញពីថ្នាក់ភ្លាមរីឯខ្ញុំវិញក៏បានទៅកាន់ក្លឹបរៀនជាមួយនឹងអ្នកគ្រូណាមហើយនឹងសិស្សប្រុសៗឯទៀតពេលនោះគឺខ្ទង់ម៉ោង 1:55 នាទីវាពិតជាមិនអាចទៅរួចទេដែលខ្ញុំមកទៅលួចយក flash របស់លោកគ្រូបាននោះតើមែនអត់នាយកសាលាគាត់អង្គុយស្ដាប់រៀងយូរដែរដល់ពេលគីមយល់សួរគាត់អញ្ចឹងគាត់ក៏បាននិយាយថាបើអញ្ចឹងតើ flash នោះទៅនៅក្នុងកាតាបរបស់ឯងបានយ៉ាងដូចម្ដេចគីមយល់ក៏បានដោះនាឡិការបស់គេហ្នឹងយកទៅដាក់ចូលនៅក្នុងហាប៉ៅរបស់នាយករងរួមទាំងនិយាយថាបើសិនជាខ្ញុំធ្វើបែបនេះវាដូចតែលោកគ្រូនោះលួចនាឡិការបស់ខ្ញុំអញ្ចឹងកន្លែងហ្នឹងគឺគីមយល់ចង់ធ្វើឧទាហរណ៍ប្រាប់ហើយថា flash មកនៅក្នុងកាតាបរបស់គេហ្នឹងគឺដូចជាមាននរណាគេម្នាក់យកមកដាក់អញ្ចឹងឯងគីមយល់ថែមទាំងនិយាយទៀតថារឿងរ៉ាវរបស់ខ្ញុំបានបច្ចេកគ្រប់គ្រាន់ហើយតើខ្ញុំអាចត្រឡប់ចូលក្នុងសាលាវិញបានដែរទេប្រកាសជាបាននឹងឯងគីមយល់ក៏បានដើរចូលទៅក្នុងសាលារៀនយ៉ាងមានមោទនភាពយ៉ាងមានជំនឿជាក់ទៅលើខ្លួនឯងថែមមួយកម្រិតទៀតលុះពេលដែលគីមយល់បានចូលមកដល់ក្នុងថ្នាក់រៀនសិស្សប្រុសៗដែលធ្លាប់តែថាឲ្យគីមយល់ហើយក៏ជឿថាគីមយល់ហ្នឹងគឺជាចៅស្រាប់តែពួកគេហ្នឹងក៏បែរជាមកស្និទ្ធស្នាលគ្នាជាមួយគីមយល់វិញពួកគេថែមទាំងនិយាយថាពួកគេជឿតាំងពីដំបូងមកម៉េះថាគីមយល់ហ្នឹងបានធ្វើអញ្ចឹងឡើយពេលនេះគឺគេពិតជាបារម្ភពីគីមយល់មែនតើគីមយល់ហ្នឹងអត់អីណាហីគីមយល់ក៏បានដកដងឲ្យវិញតែហ្មងទៅតើពួកឯងបារម្ភពីអីគេពួកឯងបារម្ភថាបើសិនជាអប៉ែហ្នឹងបានមកសាលារៀនទេចំណាត់ថ្នាក់របស់ពួកឯងបានឡើងឬមួយក៏អត់ណពួកឯងបារម្ភបែបនេះមែនហើយថាចំពោះសភៅណូតរបស់គីមយល់គឺគេលេងឲ្យពីណាគេនឹងខ្ចីមើលតទៅទៀតហើយមួយឌៀលគេឡើងសពគ្រប់ដល់ពេលដែលគេបានចូលមកក្នុងសាលាវិញចង់ឲ្យរឿងរ៉ាវហ្នឹងវាដូចដើមបានយ៉ាងម៉េចយន់ដូពេលដែលបានឃើញសកម្មភាពរបស់គីមយល់ហើយនាងបានឲ្យមេដៃមួយទៅចោរីឯស៊ូអានេះវិញនាងអត់ស្រួលនៅក្នុងចិត្តទេយើងងាកមកនាយកទាំងពីរវិញក៏ពួកគាត់កំពុងតែភ័យដែរខ្លាចតែថាគីមយល់ហ្នឹងប្តឹងបកមកកាន់ពួកគាត់វិញបើសិនជាអញ្ចឹងមែនណាដឹងតែចប់ហ្មងណាដោយសារតែពួកគាត់ហ្នឹងបានចោទប្រកាន់ខុសទៅលើគីមយល់ហើយសាច់រឿងក៏បានកាត់មកបង្ហាញពីគ្រូបន្ទប់ថ្នាក់បន្តិចពេលដែលគាត់ដល់ម៉ោងចូលបង្រៀនណាគាត់ក៏បាននិយាយប្រាប់ទៅកាន់សិស្សថាមានពេលវេលាដែលមនុស្សយើងចាប់ផ្ដើមដើរផ្លូវខុសដែលផ្លូវហ្នឹងគឺពួកគេមិនអាចដើរបកក្រោយវិញបានឡើយយ៉ាងណាក៏ដោយអ្វីដែលពួកយើងអាចធ្វើបានគឺពួកយើងត្រូវតែដើរត្រឡប់ថយក្រោយគ្រូនឹងនៅចាំកែតម្រូវពួកឯងគ្រូនឹងនៅកាន់ដៃតម្រង់ឲ្យពួកឯងដើរផ្លូវត្រូវមកវិញស៊ូអាបានស្ដាប់ពាក្យសម្ដីនឹងហើយឡើងត្រូវរឿងរបស់នាងបេះបិទតែទោះបីជាអញ្ចឹងក៏ដោយចុះក៏ស៊ូអាហ្នឹងមិនអាចបកក្រោយវិញបានដែរជ្រុលជានាងដើរទៅមុខហើយគឺដឹងទៅមុខហើយនិយាយអញ្ចឹងពេលដែលគីមយល់បានចូលមកកាន់សាលារៀនវិញបែបនេះគេគឺត្រូវប្រឡងឆោមមាសតែម្នាក់ឯងឡើងវិញដោយសារតែពេលមុនណាគេមិនបានប្រឡងជាមួយនឹងគេឯងពេលនោះមិនអាឡៃតែ
គ្រូណាចាត់ប្រកាន់គេខុសមែនអត់ម្ល៉េះហើយគេត្រូវតែប្រឡងឡើងវិញម៉ាក់ស៊ូអាណាគ្រាន់តែបានដឹងដំណឹងនឹងភ្លាមគាត់đãឡើងជ្រួលច្បល់ផ្លូវចិត្តគាត់đãពិតជាមិនអាចឲ្យស៊ូអាកូនស្រីរបស់គាត់បាត់បង់តំណែងលេខ1បានទេនារីប្រឹក្សាណាក៏បាននិយាយប្រាប់កុំឲ្យម៉ាក់ស៊ូអាណាមានការបារម្ភអីគីមយ៉លនឹងមិនអាចប្រឡងបានឡើយហើយគីមយ៉លនឹងពិតជាមិនអាចប្រឡងបានមែនព្រោះតែនាយកសាលាបានឲ្យគីមយ៉លនឹងប្រឡងជំនួសឬមួយក៏ប្រឡងសងអីទេគាត់បាននិយាយថាតាំងពីដើមមកនៅសាលានោះគឺអត់ដែលមានអញ្ចឹងទេហើយណាមួយក៏ប៉ះពាល់ទៅដល់ចំណាក់ថ្នាក់របស់សិស្សឯទៀតគាត់និយាយអញ្ចឹងអត់មានគិតថាអយុត្តិធម៌ចំពោះគីមយ៉លអីសោះហ្មងគ្នាអត់បានប្រឡងទេតែមកបន្ទុកហ្នឹងក៏គ្មានដែរអញ្ចឹងមិនវិញទៅនាំគ្នាចោទគីមយ៉លខុសធ្វើឲ្យគីមយ៉លអត់បានប្រឡងហើយពួកគាត់ហ្នឹងអត់មានទំនួលខុសត្រូវដោះស្រាយគ្នាទេហើយនាយកសាលាហ្នឹងអាងអីក៏និយាយថាទីនេះគឺជាសាលារៀននៅសាលាគឺមានវិន័យដែលពួកយើងត្រូវតែធ្វើតាមអូខេសាលាមានវិន័យប្រទេសមានច្បាប់ប៉ាគីមយ៉លក៏បាននាំមេធាវីឡើងពីនេះឯណោះមកកាន់សាលារៀនតែម្ដងកូនគាត់ខុសគាត់ឲ្យសាលាហ្នឹងដាក់ពិន័យទៅចោះប៉ុន្តែឥឡូវនេះគាត់ក៏បានរកឃើញថាកូនរបស់គាត់គឺជាអ្នកត្រូវទេគាត់ក៏ត្រូវតែរកយុត្តិធម៌ឲ្យទៅតែការពារកូនរបស់គាត់វិញដែរវាមិនដែរពេលដែលគេខុសដាក់ទោសគេបានដល់ពេលគេត្រូវវិញអត់រកដំណោះស្រាយឲ្យគេអញ្ចឹងនាយកទាំងពីរហ្នឹងអីក៏លេងខូចគេម៉ែប៉ាគីមយ៉លក៏គាត់បានសុំអ្វីច្រើនដែរគាត់សុំឲ្យតែកូនរបស់គាត់ហ្នឹងបានប្រឡងឆមាសវិញមកហើយបើសិនជានាយកទាំងពីរហ្នឹងមិនព្រមធ្វើតាមគាត់ទេគាត់ទុកឲ្យច្បាប់ហ្នឹងជាអ្នកដោះស្រាយតែម្ដងទៅបើអញ្ចឹងនោះមេធាវីគាត់ឡើងពីអ្នកណាកុំចង់មកជួយជាមួយគាត់អីសោះបន្ទាប់មកប៉ាគីមយ៉លហ្នឹងក៏បានលាចេញទៅវិញទៅគាត់ក៏បានឈ្លានមកជួបគ្នាជាមួយនឹងគីមយ៉លបន្តិចដែរគាត់ចង់និយាយពាក្យសុំទោសទៅកាន់កូនតាមពិតទៅគាត់ជឿកូនតាំងពីដំបូងមកម៉ែគ្រាន់តែគាត់មិនបាននិយាយចេញមកខាងក្រៅគាត់មិនចង់ឲ្យកូនហ្នឹងដឹងចាត់លុះពេលដែលប៉ាគីមយ៉លចេញពីសាលារៀនមកគាត់ក៏បានមកជួបគ្នាជាមួយនឹងម៉ាក់របស់យន់ដូគាត់ក៏បានល្អលតពីរឿងចិញ្ចឹមកូនប្រុសរបស់គាត់វាដូចជាមិនស្រួលដោយការគិតសោះវាពិបាកខ្លាំងមែនតើតែយ៉ាងណាក៏ដោយគាត់អាចជួយចិញ្ចឹមយន់ដូបានណាយន់ដូគឺត្រូវការភាពកក់ក្ដៅពីឪពុកប៉ាគីមយ៉លស្រឡាញ់ម៉ាក់គេដូច្នេះហើយគាត់តែស្រឡាញ់កូនគេដូចតែគ្នាហ្នឹងឥឡូវយើងមកវាយមកកាន់នាយកសាលាវិញគាត់គឺមួមកក្ដៅកាហាយនៅក្នុងចិត្តខ្លាំងណាស់រឿងគ្រប់យ៉ាងគឺមកពីនាយករងទាំងអស់ឥឡូវឃើញអត់ឡើងចលាចលពេញសាលារៀនតែម្ដងនាយកសាលាក៏បានឲ្យនាយករងហ្នឹងជាអ្នកទទួលខុសត្រូវតែម្នាក់ឯងទៅគាត់បានដឹងអីទេហើយសាច់រឿងក៏បានកាត់មកបង្ហាញពីគីមយ៉លឯនេះវិញគេបានដើរមកសួរស៊ូអាថានាងមានអារម្មណ៍យ៉ាងណាដែរពេលដែលបានចូលលេខ1អញ្ចឹងស៊ូអាបានឆ្លើយសំណួរហ្នឹងទេប៉ុន្តែនាងបានជានិយាយថាសាលារៀនណាឡើងអញឯងដោយសារតែឯងហ្នឹងរឿងប្រឡងរបស់ឯងហ្នឹងឬក៏មិនក៏មិនទៅគីមយ៉លគេក៏បាននិយាយខ្ញុំអត់បានប្រឡងដោយសារតែជួបរឿងអយុត្តិធម៌ដូចនេះហើយខ្ញុំត្រូវតែប្រឡងឡើងវិញអញ្ចឹងឯងតើត្រូវអត់នៅរំពេចហ្នឹងដែរយន់ដូក៏បានចូលមកកាន់ក្លឹបរៀនដូចគ្នាអញ្ចឹងហើយគីមយ៉លក៏បានចេញទៅជាមួយនឹងយន់ដូបាត់ទៅរីឯស៊ូអានេះវិញនាងក៏បានចេញមកកន្លែងកាមេរ៉ាសុវត្ថិភាពនាងក៏ទើបតែបានដឹងថាកាមេរ៉ាសុវត្ថិភាពនៅជាន់ទី3នៅក្នុងសាលារៀនរបស់នាងគឺមិនមែនជាកាមេរ៉ារបស់សាលារៀនឡើយសាលាហ្នឹងគ្រប់គ្រងអត់អស់បានដឹងអញ្ចឹងហើយស៊ូអាឡើងធូរចិត្តហើយនាងក៏ចង់ដឹងថាតើកាមេរ៉ាហ្នឹងខាងក្រុមហ៊ុនសន្តិសុខណាជាអ្នកកាន់ទៅតើនាងអាចសុំស្គាល់បានអត់នឹងអាចឲ្យនាងតាក់ទងទៅកាន់នារីប្រឹក្សាជួយនាងនោះអីហើយចំពោះរឿងដែលថាស៊ូអានោះបានលួចយកហ្វ្លារបស់នាយករងនោះនាងបានហាមមិនឲ្យនារីប្រឹក្សាហ្នឹងយកទៅទូប្រប្រាក់មករបស់នាងឲ្យបានដឹងជាដាច់ខាតនារីប្រឹក្សាហ្នឹងគាត់នឹងជួយលាក់ហើយថានៅពេលនេះគាត់មានរឿងមួយចង់ប្រាប់គឺថាពេលដែលគាត់បានទៅកាន់ក្រុមហ៊ុនសន្តិសុខមួយនោះគាត់បានដឹងត្រឹមថាមានសិស្សម្នាក់ដែលនៅសាលាស៊ូអារៀនហ្នឹងបានឃើញវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្រុមហ៊ុនហ្នឹងដែរប៉ុន្តែសិស្សម្នាក់ហ្នឹងគឺលេខអត្តសញ្ញាណបានចិត្តល្អណាស់គាត់មិនបានដឹងឡើយថាម្នាក់ហ្នឹងគឺជាពីណាគេមានណាសង្ស័យតែម្នាក់ហ្នឹងគឺជាហាជូនហ្មងហើយបន្ទាប់ពីហ្នឹងទៀតមកស៊ូអាក៏បានចូលមកកាន់សាលារៀនវិញតែអាស័ព្ទអសរនៅក្នុងចិត្តខ្លាំងណាស់ព្រោះតែនាងបានដឹងថាតាមម្នាក់ដែលដឹងរឿងនាងគឺជានរណាគេឡើយឥឡូវយើងបែរមកមើលគីមយ៉លហើយនឹងយន់ដូបន្តិចវិញពួកគេបានមកនិយាយសើចសប្បាយជាមួយគ្នានៅលើដំបូលអាគារឯណាយន់ដូនាងសប្បាយចិត្តដែលនាងអាចរកយុត្តិធម៌ទៅឲ្យគីមយ៉លវិញបានហើយបន្ទាប់ពីហ្នឹងទៀតមកយើងស្រាប់តែឃើញគីមយ៉លហ្នឹងចូលមកកូននាយករងជាបន្ថែមទៀតគេបាននិយាយប្រាប់គាត់ថាគេបានតែសេលិខិតទុកប្តឹងទៅកាន់ក្រសួងរដ្ឋាភិបាលថាគេហ្នឹងត្រូវបាននាយករងហ្នឹងចោទប្រកាន់ខុសអញ្ចេះខុសអញ្ចោះហើយទាំងវើទាំងអស់ហ្នឹងក៏ធ្វើឲ្យគេហ្នឹងបានប្រឡងផងអីផងគេថែមទាំងរងទុកជាច្រើនទៀតនៅក្នុងលិខិតនេះគឺគេតែសេរៀបរាប់យ៉ាងលម្អិតដឹងស្រាប់ហើយគេសិស្សលេខ1អញ្ចឹងហើយឲ្យរឿងតែសេអីអញ្ចឹងគឺគេប្រកែណានាយករងមិននឹងឲ្យគីមយ៉លធ្វើបែបនេះបានហើយថាចាប់តាំងពីឥឡូវនេះទៅនាយករងត្រូវតែយកចិត្តយកត្រាំគីមយ៉លឲ្យបានច្រើនទៅឯងបានរួចមកគីមយ៉លក៏បាននិយាយថាគេអត់ប្តឹងទៅកាន់ក្រសួងក៏បានដែរឲ្យតែនាយករងហ្នឹងអត់ចេះតែដល់បន្ទុកផ្ដេសផ្ដាស់ពីពួកម៉ារបស់គេទៅនាយករងធ្វើបានដែរអត់នាយករងក៏បានតបថាអូយឯងនេះស្មោះត្រង់ជាមួយនឹងមិត្តមែនហើយគាត់និយាយតែអញ្ចឹងទេដល់ពេលមានពេលមួយនោះគាត់ក៏ចាប់បានថាក្រុមសិស្សមួយក្រុមហ្នឹងទិញចំណីពីខាងក្រៅនោះយកមកញ៉ាំនៅក្នុងសាលារៀនប៉ុន្តែគ្រាន់តែគាត់បានកលេចឃើញមុខគីមយ៉លហើយគាត់ក៏លេចស្ដីឲ្យក្រុមសិស្សប្រុសហ្នឹងវិញគាត់ក៏បានដើរចេញទៅវិញដល់ឯងតែម្ដងសិស្សឯនេះនាំគ្នាភ័យលាន់ខ្លាចទៅថានាយករងហ្នឹងដល់បន្ទូរបស់គេប៉ុន្តែគីមយ៉លក៏បាននិយាយថាគាត់ដើរចេញទៅវិញអញ្ចឹងគឺបានន័យថាអញ្ចេះគាត់បិទភ្នែកធ្វើជាមិនឃើញពួកយើងអញ្ចឹងហើយនាំគ្នាញ៉ាំដោយសប្បាយចិត្តទៅហើយបន្ទាប់ពីហ្នឹងមកទៀតគីមយ៉លក៏បានចេញទៅនិយាយគ្នាជាមួយនឹងនាយកសាលាម្ដងគេបាននិយាយថាខ្ញុំនឹងឲ្យប៉ារបស់ខ្ញុំដកពាក្យប្តឹងផ្តល់ចេញហើយខ្ញុំក៏នឹងមិនប្រឡងតទៅទៀតដែរបើសិនជានាយកសាលាតកងត្រាការងារតែលោកគ្រូបន្ទុកថ្នាក់ខ្ញុំលើថាគាត់
គាត់សល់តែពេលខែតែប៉ុណ្ណោះនឹងចាប់កងត្រៃនាយកសាលាក៏បាននិយាយវិញយើងស្មានតែឯងខ្វល់តែពីហាជួនតែម្នាក់តើឯងចេះខ្វល់ពីអ្នកដទៃដែរគឹមយល់ក៏បាននិយាយតវិញយ៉ាងលឿនអ្នកដទៃអីនាយកគាត់គឺជាគ្រូបន្ទប់ថ្នាក់របស់ខ្ញុំនាយកសាលាហ្នឹងក៏មិនតន់សម្រេចសម្រួលថាយ៉ាងម៉េចដែរគាត់សូមពេលកិនបន្តិចសិនចុះហើយរឿងក៏បានកាត់មកបង្ហាញពីស៊ូអានេះវិញពេលដែលនាងបានមកបើកទូសភៅរបស់នាងក៏បានឃើញមាន flash មួយរួមជាមួយនឹង note ដែលបានសរសេរថាស៊ូអានេះមិនមែនជាអ្វីដែលនាងចង់បានទេតាមមែនទេស៊ូអាក៏បានបញ្ញាប់យក flash ហ្នឹងយកមកបើកមើលដែលវាគឺជាវីដេអូដែលស៊ូអាហ្នឹងបានលួចយក flash ពីនាយករងនោះអីក្នុងវីដេអូហ្នឹងគឺឃើញច្បាស់ៗតែម្ដងម្ល៉េះហើយស៊ូអាក៏បានយក flash ហ្នឹងយកមកជន់កំទេចហើយជន់អញ្ចឹងមិននឹងខ្ទេចនាងក៏បានយកដុំថ្មនៅក្បែរហ្នឹងយកមកបំបីជំនួសវិញដែលសកម្មភាពទាំងអស់នេះដងជែគឺបានមកឃើញទាំងអស់ស៊ូអាហ្នឹងនាងកាន់តែខឹងលើដើមមិនបានឲ្យតែពេលដែលនាងមានរឹកពីអាក្រក់ហ្នឹងដងជែមកឃើញនាងរហូតអញ្ចឹងហើយបើទោះបីជាដងជែបានឃើញក៏គេមិនបានយកតែបូលីអីដែរពេលនេះគេក៏បាននិយាយថាបើសិនជានាងលំបាកខ្លាំងនាងក៏និយាយចេញមកខាងក្រៅមកស៊ូអាក៏បានសួរតែខ្ញុំត្រូវនិយាយពីអីដងជែក៏បានតបថានាងនិយាយពីរឿងទាំងអស់ដែលនាងបានលាក់ទុកនៅក្នុងទ្រុងស៊ូអាហ្នឹងក៏បានសួរតទៀតកាលពីថ្ងៃមិញឯងមានបានចូលទៅក្នុងក្លឹបរៀនដែរអត់ដងជែក៏បានឆ្លើយខ្ញុំបានចូលតើស៊ូអាហ្នឹងក៏សង្ស័យបារោយថាដងជែហ្នឹងគឺជាអ្នកទុក flash ក៏ដូចជា note ហ្នឹងមកឲ្យនាងជាបន្តមកដងជែហ្នឹងក៏បានដើរចូលមកកាន់កន្លែងហាត់សមព្រោះតែគេត្រូវតែរំ cheerleader ដែរនោះអ្នកគ្រូណាម្នាក់ក៏មានគំនិតល្អមួយគឺថាការប្រឡងឆមាសគឺចាប់អស់ហើយទាំងគ្រូបន្ទប់ថ្នាក់ក៏ដូចជាគឹមយល់ហ្នឹងក៏បានចូលមកកាន់សាលារៀនវិញគាត់ក៏ចង់នាំសិស្សហ្នឹងទៅបោះជំរំជុំគ្នាដើម្បីតែឲ្យពួកគេហ្នឹងបង្កើតភាពស្និទ្ធស្នាលគ្នាជាបន្ថែមហើយក៏មានអនុស្សាវរីយ៍មានការចងចាំល្អណាមួយក៏អាចធ្វើឲ្យការហាត់របស់ពួកគេហ្នឹងកាន់តែល្អថែមមួយកម្រិតគ្រូបន្ទប់ថ្នាក់ក៏គិតថាជាគំនិតល្អដែរប៉ុន្តែគាត់ក៏បាននិយាយថាសាលារៀនហ្នឹងមិនអនុញ្ញាតឲ្យពួកគេធ្វើអញ្ចឹងទេតែការគិតរបស់គ្រូបន្ទប់ថ្នាក់គឺខុសសាលានាយកសាលាក៏បានយកព្រមជាមួយនឹងគំនិតមួយនេះលើពីហ្នឹងទៅទៀតដំណើរកំសាន្តមួយហ្នឹងគឺម៉ាក់ស៊ូអាណាជាអ្នកចេញថ្លៃទាំងអស់គាត់សប្បាយចិត្តដែលកូនរបស់គាត់រៀនបានលេខ1នោះអីហើយម្យ៉ាងម៉ាក់ស៊ូអាហ្នឹងគឺចង់ឲ្យគ្រូបន្ទប់ថ្នាក់ហ្នឹងបានធ្វើកំហឹងទៅលើស៊ូអាដែលថាស៊ូអាហ្នឹងបានចោទថាលោកគ្រូបន្ទប់ថ្នាក់ហ្នឹងប៉ះពាល់សិស្សស្រីអីនោះទោះបីជាម៉ាក់ស៊ូអាមិនធ្វើអញ្ចឹងក៏លោកគ្រូបន្ទប់ថ្នាក់ហ្នឹងបានខឹងអីស្រាប់ទៅហើយថ្ងៃបោះតង់ក៏ដូចជាថ្ងៃបោះជំរំហ្នឹងក៏បានចូលមកដល់ល្មមសោះហើយនិយាយពីសប្បាយដល់ក៏ប៉ុន្តែគ្រាន់តែពួកគេឃើញមុខនាយករងមកហើយពួកគេអត់សប្បាយឲ្យលេងបានពួកគេមិននឹកស្មានថានាយករងហ្នឹងមកជាមួយពួកគេដែរសោះលោកបានមួយសន្ទុះធំមកពួកគេទាំងអស់គ្នាហ្នឹងក៏បានមកដល់ទីតាំងអញ្ចឹងហើយក៏នាំគ្នាទៅសប្បាយជាមួយធម្មជាតិដែរទៅសិស្សក៏បានមកអង្គុយជុំគ្នានិយាយគ្នាលេងពីនេះពីនោះចំណែកឯស៊ូអានាងបានមកអង្គុយជាមួយនឹងគេឯងឡើយប៉ុន្តែនាងកំពុងតែអង្គុយព្យាយាមវិភាគថាតើនៅក្នុងចំណោមអ្នកទាំងអស់គ្នានេះអ្នកណាគេទៅដែលជាអ្នកផ្ញើ flash មកឲ្យនាងសឡឹងចោសឡឹងឡើងស៊ូអាគឺសង្ស័យខ្លាំងទៅលើមនុស្សពីរនាក់ទី1គឺជាដងចែហើយទី2វិញគឺជាគឹមយល់ហើយនាងក៏អត់ធ្លុះទេថាតើពីរនាក់ហ្នឹងគឺជានរណាគេឲ្យប្រកាសដល់អញ្ចឹងហើយស៊ូអាក៏បានចុះមកសង្ងំនៅក្នុងតង់ចំពេលដែលយន់ដូហ្នឹងដើរចេញពីក្នុងតង់មកវិញរួចមកទៀតពេលដែលស៊ូអាហ្នឹងបានបាក់កតារបស់នាងមកនាងក៏ស្រាប់តែបានឃើញ note មួយទៀតដែរដែលក្នុង note ហ្នឹងបានសរសេរថាសារភាពការពិតនៃយប់នេះទៅនេះគឺជាឱកាសចុងក្រោយរបស់នាងបានឃើញ note ហ្នឹងភ្លាមស៊ូអាក៏បានសង្ស័យទៅលើយន់ដូវិញម្ដងព្រោះអីយន់ដូហ្នឹងទៅមិនចេញពីតង់ហ៎ម្ល៉េះហើយស៊ូអាក៏បានចេញមកតាមរកយន់ដូនាងក៏បានឃើញយន់ដូហ្នឹងកំពុងតែនិយាយគ្នាជាមួយគ្រូបន្ទប់ថ្នាក់ដោយលោកគ្រូបន្ទប់ថ្នាក់បានឲ្យយន់ដូហ្នឹងទៅទិញខ្ជូងក៏ដូចជាភេសជ្ជៈហ្នឹងយកមកថែមគាត់ឲ្យយន់ដូហ្នឹងទៅឲ្យលឿនទៅព្រោះអីកន្លែងលក់ចាប់ហុយនៅម្ដុំហ្នឹងគឺឆាប់បិទខ្លាំងណាស់ដល់ពេលដែលយន់ដូត្រៀមនឹងចេញទៅកន្លែងលក់ចាប់ហុយនោះស៊ូអាហ្នឹងក៏បានមកសុំទៅជាមួយហើយនាងមកហ្នឹងមិនមែនថាចង់ជួយអីឡើយគឺនាងចង់ទៅរកទិញរបស់របរប្រើប្រាស់អីតែបន្ទួចពូតកងឡានក៏បានជួនក្មេងៗទាំងពីរហ្នឹងមកកន្លែងលក់ចាប់ហុយដែលនៅម្ដុំហ្នឹងគឺមានតែមកកន្លែងហ្នឹងឲ្យកូនក្មេងៗហ្នឹងនាំគ្នាចេញទៅទិញទៅគាត់នៅចាំនៅទីនេះយន់ដូក៏បានទិញរបស់របរប្រើប្រាស់មួយចំនួនដល់ពេលដែលអ្នកបាក់កតាបរកកាបូបលុយស៊ូអាក៏បានកលែកឃើញថានៅក្នុងកតាបរបស់យន់ដូហ្នឹងមាន note ពណ៌ស៊ីចម្ពូដែលពណ៌ note ហ្នឹងគឺដូចជា note ដែលបានផ្ញើមកកាន់នាងអញ្ចឹងស៊ូអាក៏កាន់តែសង្ស័យទៅលើយន់ដូលើដើមលុះពេលដែលយន់ដូហ្នឹងបានគិតលុយរួចរាល់អស់ហើយនាងក៏បានឲ្យស៊ូអាហ្នឹងជួយយករបស់ហ្នឹងទៅកាន់ឡានមុនទៅនាងចង់ទៅចូលបន្ទប់ទឹកស៊ូអាហ្នឹងនាងជួយបានតើនាងថែមតបានឲ្យយន់ដូហ្នឹងដាក់កតាបឲ្យនាងដែរមកចាំនាងជួយយកកតាបហ្នឹងដាក់ចូលទៅក្នុងឡានឲ្យយន់ដូរៀងឆ្ងល់ដែរប៉ុន្តែនាងក៏ចិត្តទៅដាក់កតាបឲ្យទៅហើយនាងក៏បានដាក់ចូលទៅកាន់បន្ទប់ទឹកបានរីឯស៊ូអាណែនាងក៏បានប្រាប់ឲ្យពូតកងឡានហ្នឹងចេញឡានទៅចុះមិត្តរបស់នាងម្នាក់ទៀតគឺនៅចាំលោកគ្រូនៅក្នុងហាងហើយមិត្តរបស់នាងក៏បានឲ្យនាងចេញទៅមុនដែរពូតាក់ស៊ីក៏បានសួរនាំហេតុផលអ្វីច្រើនទេគាត់ក៏បានបើកឡានចេញទៅតែម្ដងបានមកសបកមកពេលដែលយន់ដូហ្នឹងចេញពីបន្ទប់ទឹកឡានហ្នឹងក៏បានតបចាប់រួយវិញក៏បិទទៀតទូរស័ព្ទនៅក្នុងខ្លួនហ្នឹងក៏គ្មានអញ្ចឹងអីចាប់តែហ្មងណាទៅណាមកណាទេពេលនេះនោះមួយសន្ទុះក្រោយមកស៊ូអាហ្នឹងក៏បានមកដល់កន្លែងបោះតង់វិញពួកម៉ាក៏បានសួរថាស៊ូអាទៅមកពីណាហ្នឹងបាត់ឯងឡើងយោស៊ូអានាងក៏បានឆ្លើយទាំងរៀងភ័យខ្ញុំទៅមកពីដើរលំហែតែម្នាក់ឯងឆ្លើយប្រាប់អញ្ចឹងរួចហើយក៏បានចូលទៅសង្ងំនៅក្នុងតង់ទៀតបានលុះពេលដែលនាងបានបាក់កតារបស់នាងមកនាងក៏ចាប់តែបានប្រទះឃើញ note មួយទៀត note ហ្នឹងបានសរសេរថាការរត់គេចមិនមែនជាដំណោះស្រាយឡើយនាងសល់ពេលតែប្រហែលនាទីទៀតតែប៉ុណ្ណោះត
តែបានឃើញណូតមួយនឹងទៅស៊ូអាបានដឹងថាតាមពិតទៅមិនមែនជាស្នាដៃរបស់យន់ដូផងយើងងាកទៅខាងក្រៅតង់វិញមេយ៉ាក៏ចាប់ផ្ដើមងងឹតរីឯសិស្សវិញក៏បានជុំគ្នាអាំងសាច់អាំងញ៉ាំនៅកំឡុងពេលហ្នឹងហាជួនហើយនឹងគីមយល់ហ្នឹងមិនបានឃើញយន់ដូទាល់តែសោះអញ្ចឹងហើយគេក៏បានមកប្រាប់ឲ្យគ្រូបន្ទប់ថ្នាក់ហ្នឹងបានដឹងគ្រូបន្ទប់ថ្នាក់រៀងភ័យដែរលេងសើចអីបាត់កូនគេមួយទាំងមូលអញ្ចឹងហើយទាំងលោកគ្រូបន្ទប់ថ្នាក់ហាជួនហើយនឹងគីមយល់ពួកគេទាំង3ក៏បានចេញបដិពុតាក់ស៊ីដល់កន្លែងពួកគេចង់សួរនាំរឿងអីបន្តិចបន្តួចប៉ុន្តែពេលដែលពួកគេបានមកដល់ហើយហ្នឹងកន្លែងក៏បិទបាត់ទៀតហាជួនណែក៏បានកលេចឃើញកង់មួយគេក៏បានប្រាប់លោកគ្រូថាគេនឹងជិះទៅរកយន់ដូនៅជិតនឹងជាមុនគេគឺពិតជាបារម្ភពីយន់ដូខ្លាំងមែនតើអញ្ចឹងយើងក៏លេចមកមើលយន់ដូបន្តិចទៅនាងបានដើរបកមកកាន់កន្លែងបោះតង់វិញតែម្នាក់ឯងទាំងភ័យខ្លាចហើយកំពុងតែខ្លាចផងនាងក៏ដើរដួលអលាត់ជង្គង់ទៀតនិយាយទៅដូចកម្មក្រាស់ហ្មងណយន់ដូយើងមកមើលគីមយល់វិញម្ដងគេបានទូរស័ព្ទតាក់ទងទៅកាន់ពួកតាក់ស៊ីហ្នឹងឯងគេក៏បានសួរនាំទៅតែមានបានឃើញយន់ដូឯដែរអត់គីមយល់ក៏ទៅតែបានដឹងនៅពេលហ្នឹងឯងថាយន់ដូហ្នឹងបានចេញទៅជំនឹងស៊ូអាចំពោះរឿងរ៉ាវមួយនេះដែរគីមយល់គឺមិនបាននិយាយប្រាប់គ្រូបន្ទប់ថ្នាក់ហ្នឹងបានដឹងឡើយគេក៏បានរត់ចេញមករកស៊ូអាយ៉ាងលឿនហើយក៏បានសួរថាតើយន់ដូនៅណាទៅស៊ូអាហ្នឹងក៏បានសួរវិញនិយាយហ្នឹងមានន័យថាម៉េចគីមយល់ក៏កំហុសឲ្យតែម្ដងតើយន់ដូនៅណានាងធ្វើស្អីគេខ្លាចដល់យន់ដូហើយសាច់រឿងក៏បានកាត់មកហាជួនវិញម្ដងគេជីកង់បានមកសន្ទុះទៀតមកគេស្រាប់តែបានឃើញយន់ដូហ្នឹងកំពុងតែដើរតែម្នាក់នៅតាមផ្លូវយន់ដូវិញពេលដែលបានឃើញហាជួនភ្លាមនាងក៏ស្រាប់តែហូរទឹកភ្នែកយំយកបារហើយមុនហ្នឹងនាងនារីរឹងមាំណាស់ប៉ុន្តែឥឡូវនេះនាងឯងទន់ខ្សោយបានណអញ្ចឹងហើយក៏ទន់ខ្សោយខ្លះទៅយន់ដូក៏បានជ្រប់មកយំនៅនឹងទ្រូងរបស់ហាជួនវិញក៏បានអោបនាងផ្ដល់ភាពកក់ក្ដៅឲ្យមើលយូរទៅមានអារម្មណ៍ថាហាជួនហ្នឹងស្រឡាញ់យន់ដូហ្មងហើយភាគទី8ក៏បានស្លេះត្រឹមនឹងបានដូចនេះហើយរងចាំតាមដានទស្សនានៅភាគក្រោយទាំងអស់គ្នាទៀតណាអូខេរងចាំជួបជាមួយអ្នកមីងថៃនេះម្ដងទៀតនៅវីដេអូក្រោយខាន់សាមីដាអានញង